bạn xưa đấy bong bồn ở cái sầm làm bong bồn dương để còn lên Facebook view hơi បងប្អូនទាំងអស់ hay còn trong plapdo password được luôn ấy rồi mua bìa sầm ngặt Facebook được luôn ấy tục para pra được luôn ấy dương បង complete កាលណាបើយើងផ្លេចគឺដូចជាយើងផ្លេចកាបូបលុយនៅផ្ទះអីជាដើមចឹងឯងបងប្អូនរបៀបដែលយើងបដូរពាក្យសម្ងាត់ Facebook គឺយើងត្រូវចូលមក account profile យើងរួចហើយយើងរើសយកកន្លែងការតាំងខាននេះមកបងប្អូនអូខេរៀងលឿនតិចហើយវីដេអូពេលបងប្អូនរើសយកកន្លែងតាំងខានហ្នឹងបងប្អូននឹងឃើញមានពាក្យគេប្រាប់ថាឌូเพิ่มเติมในส่วนบัญชีពេលបងប្អូនចូលមកដល់កន្លែងបញ្ជីបងប្អូនហើយបងប្អូនរើសយកកន្លែងរហ័សផានและความปลอดภัยណាអូខេរួចហើយបងប្អូនរើសយកកន្លែងផ្លាស់ប្ដូរពាក្យសម្ងាត់ឬមួយព្រានរហ័សផានកន្លែងខ្ញុំគូកំពុងហ្នឹងបងប្អូនអូខេរួចហើយចូលមកដល់ចំណុចហ្នឹងហើយវាមាន2ទី1 Facebook ទី2 Instagram បងប្អូនចង់ដូររហ័សផាន Facebook បងប្អូនរើសយក Facebook មករួចហើយយើងបិទគ្រីសមួយពេលបងប្អូនចាំអាកន្លែង password បច្ចុប្បន្នអត់បានគឺយើងត្រូវតែឆេងណាអូខេនេះយើងចុចអាកន្លែងលឺរហ័សផានของคุณใช่ไหมបើសិនជាបងប្អូនចាំអត់បានយើងត្រូវតែឆេងណាពេលដែលយើងចុចចូលមកដល់ជំហានហ្នឹងហើយគេមានប្រាប់យើងថាឲ្យយើងរឹសជំហានមួយណាក៏បានដើម្បីគេផ្ញើលេខកូដដើម្បីយើងយកលេខកូដហ្នឹងមកដាក់ដើម្បីយើងឆេងយកលេខកូដថ្មីជាដើមជំរឿសវាមានតាម WhatsApp ហើយនិង Facebook ដែលខ្ញុំណែនាំសម្រាប់SMS ហ្នឹងគឺខ្ញុំអត់សូវជាណែនាំទេសម្រាប់បងប្អូនយើងដែលគាត់ប្រើជាមួយនឹង SMS នៅថៃអាចបានបើសិនជានៅខ្មែរនៅអីចឹងអាចពិបាកអូខេយើងចូលទៅយករហ័ស6ខ្ទង់ដែលគេផ្ញើចូល WhatsApp មិញមកអូខេបងប្អូនខ្ញុំចុចខុសយើងត្រូវចូលទៅយក WhatsApp បើសិនជាយើងរើសយក WhatsApp ឲ្យផ្ញើលេខកូដតាម WhatsApp យើងត្រូវចូល WhatsApp ណានឹងឬយក Facebook មកបងប្អូនដែលគេផ្ញើជូនដំណឹងទៅយើងមើលម៉ោងផងម៉ោង8ម៉ាននាទីមិញម៉ោង8:26អូខេយើង copy មកបងប្អូនយើងពេលបងប្អូន copy រួចហើយយើងចុចយកមកផាសដាក់កន្លែងលេខកូដ6ខ្ទង់ដែលគេផ្ញើចូលទៅក្នុង WhatsApp ដែលយើងភ្ជាប់ជាមួយនឹង Facebook យើងណាអូខេបើសិនជាបងប្អូនអត់ចេះភ្ជាប់ Facebook WhatsApp ទៅក្នុង Facebook បងប្អូនអាចចូលទៅមើលវីដេអូចាស់ខ្ញុំបានព្រោះខ្ញុំធ្លាប់ធ្វើដែរកន្លែងហ្នឹងគឺយើងត្រូវដាក់ password ថ្មីឬមួយពាក្យសម្ងាត់ថ្មីដែលបងប្អូនដាក់ទៅគឺអាចថាយើងចាំខ្លួនឯងបានហើយនឹងរឹងមាំកាលណាបើសិនជាយើងចាំអត់បានយើងដាក់រឹងមាំគឺវាមានឱកាសនឹងគេ hack ចូលបានច្រើនហើយបើសិនជាយើងដាក់ឲ្យរឹងមាំគឺវាអត់ងាយមាន hack ចូលបានទេហើយសម្រាប់បងប្អូនដែលដាក់គឺណែនាំ6លេខឡើងមានអក្សរតូចអក្សរធំជាដើមរួចហើយបងប្អូនថតទុកដើម្បីយើងទុកដាក់ថ្ងៃក្រោយពេលដែលយើងត្រូវប្រើការគឺយើងត្រូវយកមកប្រើអូខេកន្លែងចំណុចហ្នឹងគឺយើងមិនចាំបាច់ដាក់អីទៀតព្រោះអីអាហ្នឹងគឺយើងឆេងបានហើយយើង clear វាចេញអូខេពេលដែលបងប្អូន clear ចេញហើយគឺយើងអាចយកទៅកត់ទៅក្នុង note យើងក៏បានឬមួយឯកសារណាដែលយើងត្រូវការជាដើមហើយរបៀបដែលយើងបដូរលេខកូដឬមួយ password Facebook គឺមានតែប៉ុណ្្នឹងឯងសម្រាប់បងប្អូនដែលគាត់អត់ទាន់ចេះដូរគឺជួយចែករំលែកអ្នកមួយមកដើម្បីឲ្យបានជាចំណេះដឹងដល់អ្នកថ្មីទាំងអស់គ្នាអរគុណច្រើន